ổn lên bái trong hộp nhá để cho hộp ấy trong nhà máy cha tây kêu này còn anh cha là một bà chăm tích cả tháng mà kia là bằng cái lăng tục rằng និយាយពីឆាគ្រឿងត្រីពោហេនេះល្បីដល់អាឡម៉ង់តាំងពីខ្ញុំនៅអាឡម៉ង់ម៉ាក់និយាយប្រាប់ខ្ញុំឲ្យប្រាប់ទៀតថាឆ្ងាញ់ណាស់កូនអើយឲ្យសាក់ធ្វើតាមមើលខ្ញុំធ្លាប់ធ្វើតាមដែរប៉ុន្តែអត់ដែលបានភ្លក់ស្នាដៃពោហេញ៉ែឥឡូវមកមើលទាំងអស់គ្នាបងប្អូនដំបូងឡើយគាត់យកត្រីលឺយកទៅសាច់ហ្នឹងយកមកប្រឡាក់ម្សៅបំពងយកទៅបំពងសិនម៉ាក់ឃ្លានពេកគូញ៉ាំនំប៉័ងឥឡូវដាក់បំពងត្រីមកមើលក្បាច់ពោហេអ្នកគ្នាពោហេយកចិត្តធ្វើម្ហូបទេតាបងប្អូនគាត់តែមិនដែលបានធ្វើវីដេអូធ្វើម្ហូបអីទេហើយបើគ្រឿងចប់សបោ100មុខមានតាំងពីក្តាមប្រៃផងអីផងនេះមិនងាយណាបានបងប្រុសមកធ្វើម្ហូបឲ្យញ៉ាំបងប្អូនសម័យមើលតាំងពីខ្ញុំធ្វើវីដេអូមកឃើញបានដងវីដេអូកម្រឯណាឥឡូវត្រីបំពងហើយឡើងក្រហមល្អកាត់ស្រង់ចេញសិនហើយបានដាក់ឆាអីបានម៉ាក់ខ្ញុំថាឆ្ងាញ់អីឆ្ងាញ់យ៉ាងហ្នឹងនេះហេងក៏ដាក់ជាមួយនឹងខ្ទឹមក៏ដូចជាម្ទេសមានខៀវមានក្រហមបុកឲ្យម៉ត់បងប្អូនហើយដាក់គ្រឿងចូលមុនមានប្រេងខ្យងទឹកត្រីទឹកស្អ៊ីវម្សៅស៊ុបហើយនឹងម្សៅស្ករត្នោតនិយាយទៅកូរឲ្យឈ្ងុយប៉ុន្តែឃើញគ្រឿងតិចអញ្ចឹងបងប្អូនកុំតន់ភ័យនេះមើលគ្រឿងផ្សំសពមុខគេសិននៅតំណងដែរអត់ដាក់គ្រឿងច្រើនដោយសារតែយើងប្រើជាមួយនឹងគ្រឿងខ្ទិះឆាគ្រឿងខ្មែរនេះអញ្ចឹងអត់បាច់ថែមអីច្រើនទេគ្រឿងហ្នឹងគ្រឿងខ្មែរមានសពមុខហើយសក្រីសក្រូចម្ដេងល្មៀតទៅមកឈ្ងុយមកឆ្ងាញ់ធ្វើម្ហូបបាន100មុខដាក់មកថែមទឹកដោះគោស្រស់បន្តិចបងប្អូនគូឈ្ងុយពេញតែបងប្អូនយកគ្រឿងខ្មែរគ្រឿងខ្ទិះឆាហ្នឹងយកទៅធ្វើអាម៉ុកធ្វើយ៉ាហនធ្វើអីក៏បានដែរឆាគ្រឿងសមុទ្រដាក់ស្ប៉ាហ្គាទីក៏ខ្ទិះឆាមកហើយបើឆាគ្រឿងត្រីនេះឆ្ងាញ់លេខ1ហើយដាក់បន្លែតិចតួចបន្ទាប់មកត្រីយើងបំពងហើយដាក់ចូលទៅកូរច្បល់តាមម្សៅពេគឺឆ្អិនហើយដោយសារត្រីឆ្អិនស្រាប់ចុងបញ្ចប់ថែមម្រះព្រៅមកអូយឈ្ងុយពេញតែកាយខ្ញុំនៅអាឡម៉ង់បងប្អូននិយាយមែនតើម៉ាក់ខ្ញុំខលមកពេលណាក៏ប្រាប់ដែរថាអូយថ្ងៃនេះបានឆាគ្រឿងត្រីអាបងឆ្ងាញ់ណាស់ខ្ញុំមិនចេះឆ្ងល់អីគេឆាគ្រឿងទៅធ្វើមិនដូចបើនៅអាឡម៉ង់អត់មានគ្រឿងខ្ទិះឆាប៉ុណ្ណឹងអញ្ចឹងបងប្អូនបើចង់សាកអីអាចកំងមួយគ្រឿងខ្មែរគ្រឿងខ្ទិះឆាយកទៅសាកបាន1គីឡូ25,000មេគឺធ្វើបានគ្រប់មុខគ្រឿងខ្មែរពិតអត់មានប្រើសារធាតុរក្សាទុកទេអញ្ចឹងបងប្អូនយកទៅដាក់ទូទឹកកកណាបាន2ទៅ3ខែហើយធ្វើម្ហូបខ្មែរបានច្រើនមុខណាស់ស្លំជូរគ្រឿងអីក៏បានដែរធានាថាគ្រឿងធ្វើថ្មីរាល់ថ្ងៃហើយមានតិចគេបងប្អូនយកទៅសាកមើលធានាថាងាយស្រួលធ្វើម្ហូបមែនតើអត់សូវប៉ុន្តែគ្រឿងអីក៏បានដែរដែលសាកអីមានអំបិលស្ករអីក្នុងនឹងហើយគ្រាន់តែថាបើបងប្អូនថែមសាច់ថែមបន្លែច្រើនអញ្ចឹងយើងថែមគ្រឿងក្រៅតិចតួចទៅឲ្យវាកាន់តែមុតដិតឆ្ងាញ់បើបងប្អូនចូលចិត្តរសជាតិស្រាលមិនបាច់ថែមអីក៏ឆ្ងាញ់ស្រាប់ដែរមើលទៅមុខអ្នកញ៉ាំទៅដឹងហើយនេះម្ចាស់ហ្នឹងគឺអត់គ្មានសល់ទេបងប្អូនអើយចូលចិត្តគ្រប់គ្នាពេញផ្ទះហ្មងចង់បានអាចកំងឥឡូវបានណាជាមួយនឹងគ្រឿងខ្ទិះឆា1គីឡូ25,000មានកន្លះគីឡូសាច់ក្រកសៀមរាបសាច់ក្រកលាយសាច់ទ្រុងមាន់ណាមួយថង22,000ញ៉ាំអត់ទ្រាំទេត្រីងៀតមួយថង20,000ត្រីប្រាងៀតពោះត្រីមួយថង25,000